គឺថាខ្ញីកាន់តែចាស់កាន់តែហឹរសម្រាប់ខ្ញីមួយមុខនេះគឺវាចាស់ដែរតែវាមិនសូវហឹរទេប៉ុន្តែវាផ្ដល់រសជាតិឆ្ងាញ់អស្ចារ្យហើយឆាខ្ញីនេះដែរគឺជាឆាខ្ញីដ៏កម្រមួយដែលយើងកម្រនឹងបានហូបដោយសារតែយើងដេញពេលវេលា3ខែយើងហូបម្ដងដើម្បីរក្សាសុខភាពហើយការឆានេះដែរគឺយើងមិនសូវដកដង្ហើមញាប់ទេគឺដកដង្ហើមមួយតាំងចិត្តតាំងអារម្មណ៍ឲ្យបានល្អបើមិនបើយើងមិនធ្វើបែបនេះទេនោះរសជាតិយើងពុំមានរសជាតិឆ្ងាញ់ឡើយហើយខ្ញុំនឹងបង្ហាញវីដេអូបន្តបន្ទាប់នេះដូចតទៅសួស្ដីក៏ដូចជាជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាខ្ញុំនឹងបង្ហាញអំពីសកម្មភាពពេលព្រឹកដែលខ្ញុំរៀបចំចេញទៅទិញម្ហូបបងប្អូនឃើញថាអូពលឺពេលព្រឹកគឺស្អាតពណ៌មាសហើយត្រជាក់ត្រជុំណាស់ដោយសារតែភ្លៀង3 4ថ្ងៃជាប់គ្នាហើយខ្ញុំក៏បានធ្វើដំណើរបងប្អូនកន្លែងខ្លះវាមានស្ថានភាពល្អកន្លែងខ្លះវាមានស្ថានភាពកលុកកលាក់អីច្រើនអញ្ចឹងទៅប៉ុន្តែជាធម្មតានៅតាមជនបទបងប្អូនគឺថាព្រឹកឡើងគឺចាំទិញម្ហូបទិញអីចឹងដោយសារតែខែនេះគឺវាអត់ទាន់មានទឹកគ្រប់គ្រាន់ដើម្បីធ្វើការបង់ឬក៏ចាប់ត្រីចាប់អីអញ្ចឹងទៅបងប្អូនតាមការឃើញរបស់យើងអញ្ចឹងឥឡូវខ្ញុំដល់មកកន្លែងផ្សារធំជាងគេនៅភូមិហេអូតបងប្អូនគឺគាត់លក់តាមលំអអញ្ចឹងយើងត្រូវតែមកទិញមុនបើយើងមិនទិញទេគឺម៉ោង9បានដល់ផ្ទះខ្ញុំអញ្ចឹងគឺវាចង់ខកពេលហើយអញ្ចឹងយើងមកទិញឲ្យហើយដើម្បីត្រៀមធ្វើម្ហូបម្ដងនេះជួបស្រីស្អាតទេតែបងប្អូនឯមីងគាត់មានលក់សាច់ជ្រូកក៏មានបន្លែក៏មាននិយាយថាមកភូមិហ្នឹងគឺគាត់លក់ម៉ៅផ្ដាច់តែម្ដងហើយនេះឯងក៏ជាជីវិតអ្នកនៅតាមជនបទបងប្អូនហើយមានបន្លែមានសាច់មានត្រីយើងទិញតាមលំអអីចឹងទៅនិយាយថាលំមទៅដល់ខែទឹកមានត្រីមានកែបមានក្តាមគឺយើងចាំរយៈពេលសិនបងប្អូនគឺថាអារម្មណ៍ពេលនេះគឺសប្បាយចិត្តមែនទែនដោយសារតែមេឃតិចតិចជុំខានតិចយូរហើយក្តៅនោះក្តៅឥឡូវហ្នឹងបានវិលមកតិចដែរបងប្អូនត្រីល្អព្រឹកឡើងគឺមកដល់ហើយនិយាយទៅគាត់លក់ចាប់ពីម៉ោង5ល្ងឹតដែរបងប្អូនប៉ុន្តែដោយសារតែភៀវទិញមកផ្ទះគាត់អញ្ចឹងល្មមទៅគាត់បានចេញទៅដល់ផ្ទះខ្ញុំគឺថាម៉ោង9ម៉ោង10ហើយអញ្ចឹងពេលខកវេលាដូចខ្ញុំនិយាយខាងដើមអញ្ចឹងថតក៏បានជួបយាយស្មានតែគាត់ឲ្យត្រីតាមពិតគាត់ផ្ញើត្រីកូនគាត់សោះខំតែគាត់ថាអញញ៉ាយកូនគាត់ផងហើយនេះបងប្អូនគឺដូចថាផ្លូវខែភ្លៀងនេះគឺដោយសារតែកន្លែងនេះគឺចាក់កស៊ូដែរប៉ុន្តែដល់កន្លែងខ្លះគឺមានលំបាប់មានផុកគឺគេចាក់ដីពីលើពីថែមនេះអញ្ចឹងណាក៏មានស្ថានភាពរអិលមិនតិចឯគឺរៀងខ្លាំងដែរអញ្ចឹងសូមបងប្អូនប្រយ័ត្នឥឡូវនេះខ្ញុំបានមកដល់ផ្ទះគឺបើកតូបបដាហើយម៉ួយចាប់ផ្ដើមមកទិញបដាគឺថាម៉ួយពេលព្រឹកតែម្ដងឥឡូវនេះគឺថាមកទិញសម្ភារៈសិក្សាដូចជាប៊ិចសភៅអីអញ្ចឹងណាបងប្អូនហើយខ្ញុំបានជួយលក់តែពេលព្រឹកទេដើម្បីឲ្យប្រពន្ធរបស់ខ្ញុំរៀបចំលាងចានលាងឆ្នាំងអីចឹងទៅខ្ញុំមកនៅមុខផ្ទះគឺរៀបចំបោះរៀបចំកន្លែងអញ្ចឹងទៅបងប្អូនកុំឲ្យសំសប៉ាយយូរគឺខ្ញុំមិនសុំនិយាយវែងទេគឺកាត់មកដល់កន្លែងធ្វើម្ហូបវិញម្ដងអញ្ចឹងព្រឹកឡើងគឺប្រពន្ធរបស់ខ្ញុំនិយាយទៅរាល់ថ្ងៃហ្មងគឺគាត់ប្រើកឡើងគឺធ្វើម្ហូបធ្វើអីដើម្បីឲ្យខ្ញុំហូបពេលព្រឹកដើម្បីរៀបចំវិចបាយទៅធ្វើការធ្វើអីអញ្ចឹងណាបងប្អូនកាលពីដើមឡើយខ្ញុំមិនសូវមានអារម្មណ៍ថតអាពេលព្រឹកដើម្បីធ្វើម្ហូបចែកជូនបងប្អូនទស្សនាទេតែឥឡូវខ្ញុំនឹងព្យាយាមនិយាយទៅក្រោកពីយប់ដែរនិយាយទៅក្រោកពីរៀងយប់ដែរដើម្បីរៀបចំខ្លួនអីចឹងទៅឲ្យបានហើយរួចស្រេចចឹងទៅអញ្ចឹងល្មមតែយើងបានធ្វើម្ហូបល្មមតែយើងរៀបចំគឺថាម៉ោង6:10នាទីអីគឺថាសមល្មមតែម្ដងម៉ោង6កន្លះបាយម្ហូបអីឆ្អិនក៏យើងរៀបចំហូបខ្លះហើយក៏ទុកបាយយកទៅធ្វើការខ្លះអីចឹងទៅបងប្អូនគឺថាភាពស្រស់ស្រាយនិងភាពរស់រាយហ្នឹងគឺវានៅមុខផ្ទះខ្ញុំដោយសារតែមុខផ្ទះគឺដូចខ្ញុំបង្ហាញបងប្អូនអញ្ចឹងគឺថាបើកភ្នែកឡើងគឺវាស្រែមានទេសភាពស្អាតបងប្អូនពណ៌មាសហើយខ្ញុំក៏បានរៀបចំបោះកន្លែងបោះអីមួយចំនួនហើយម្ហូបក៏ចាប់ផ្ដើមឆ្អិនបដាហើយក៏រៀបចំឲ្យបដាហើយខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាតាក់ទងជាមួយនឹងការឆាខ្ញីឥឡូវដល់វគ្គយើងភ្លក់ឲ្យបងប្អូនគឺថាមុខរបស់ខ្ញុំហ្នឹងគឺវាស្អាតខ្លាំងណាស់មកមុខឡើងខ្ចីឥឡូវបន្ទាប់ពីការភ្លក់ឃើញថាឆ្ងាញ់ហើយគឺសមល្មមឈប់ថែមគ្រឿងអីទាំងអស់និយាយទៅនៅតែថែមខ្ទឹមតែមួយមុខទៀតបងប្អូនគឺថារសជាតិឈ្ងុយចេញពីខ្ទឹមនឹងផងហើយថែមទាំងប្រពន្ធរបស់ខ្ញុំនឹងគឺដាក់ចិត្តដាក់បេះដូងធ្វើម្ហូបដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ឲ្យខ្ញុំហូបទៅមានកម្លាំងទៅធ្វើការអីចឹងណាបងប្អូននិយាយទៅគឺគាត់ធ្វើដើម្បីខ្ញុំរៀងរាល់ព្រឹកឥឡូវនេះថាដល់ម៉ោងឆ្អិនហើយគឺដុសដាក់ចានដើម្បីយើងត្រៀមហូបផងគឺវិចទៅធ្វើការផងអីចឹងទៅហើយម្ហូបនេះគឺថាខ្ញុំនៅតែ2នាក់ប្តីប្រពន្ធទេអញ្ចឹងអត់សូវធ្វើច្រើនទេបងប្អូនណាមួយគឺពេលវេលាសម្រក់គីឡូក៏ឈានមកដល់ដែរដោយសារតែគីឡូវាចេះតែឡើងអីចឹងណាខ្ញុំឆ្ងល់ដែរអារបស់ដែលគេមិនចង់បានដោយការឡើងគីឡូហ្នឹងបងប្អូនហើយអាហូបមិនសូវប្រមាណទេហើយហឹកតែទឹកថឹកតែអីមិនដែលវាចេះតែមកអញ្ចឹងណាហើយការថែរៀងគឺថែរក្សាសុខភាពគឺវាពិតជាសំខាន់ធាត់ពេកអត់ល្អទេបងប្អូនហើយវាអាចធ្វើឲ្យយើងមានជំងឺឈឺស្កាត់ឈឺអីចឹងទៅបើយើងថែរៀងហាត់បានក៏វាបានទៅតាមនឹងដែរឥឡូវនេះឃើញថាម្ហូបរបស់យើងបានឆ្អិនហើយបងប្អូនបើនិយាយពីរសជាតិវិញមិនបាច់និយាយទាំងអស់
ម៉ៅផ្ដាច់មកខែត្បូងឃ្មុំហូបហើយប្រកាសជាលឹតដៃលឹតជើងអីចឹងទៅឥឡូវនេះខ្ញុំដើម្បីហូបអានេះគឺខ្ញុំញ័មណាបងប្អូនដោយសារតែខ្ញុំចាប់មកហូបមួយចំនួនខ្លះយកទុកទៅធ្វើការហូបឥឡូវនេះខ្ញុំធ្វើការញ័មហ្មងបងប្អូនកុំឲ្យវាវែងឡាយដួសចាន2 3នាំទៅប្រឡាក់ប្រវាក់លៀងហ្នឹងមិនប្រវាក់លៀងខ្ញុំប្រវាក់ទៅប្រពន្ធខ្ញុំហ្នឹងចឹងខ្ញុំត្រូវតែនិយាយទៅលៀងពេលព្រឹកខ្ញុំហូបអញ្ចឹងឯងបងប្អូនតាមទម្លាប់ទម្លាប់បងប្អូនអញ្ចឹងណាសម្រាប់ខ្ញុំគឺចូលចិត្តអញ្ចឹងឯងញ័មចេះគឺថាមិនបាច់ចាំឲ្យប្រឡាក់ចាន2 3ទេហូបតែ1ម៉ាត់2ម៉ាត់រួចជាស្រេចមិនបាច់បោកក្បាច់អីច្រើនទេហើយបាយនេះមើលទៅច្រើនតាមពិតតែ2 វែក3 វែកឥឡូវខ្ញុំប្រាប់ចឹងថាកាត់បន្ថយបាយសម្រក់រៀងហើយគួរទៅមាត់របស់ខ្ញុំនឹងគឺពិតជាទំនងមែនតែនបងប្អូនហើយហូបទៅឆ្ងាញ់ជក់ចិត្តអាពេលព្រឹកហ្នឹងវាខ្លាញ់ជាប់មាត់ទៅឡើងកលីបទៅហ្មងហើយទៅពី1ម៉ាត់ណាក៏ជាតិបងប្អូនប្រពន្ធខ្ញុំធ្វើម្ហូបឆ្ងាញ់គឺថាដកចិត្តមិនរួចទេហើយភ្លេចហៅបងប្អូនហូបបាយទាំងអស់គ្នាឥឡូវឃើញថាបាយរបស់យើងចិត្តចប់ហើយវីដេអូហ្នឹងក៏គេដល់ទីចិត្តចប់ដែរបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចជួយចុច Subscribe ចុច Like ចុច Share ឲ្យបានច្រើនដើម្បីឲ្យសម្រស់របស់ខ្ញុំហ្នឹងគឺកាន់តែស្អាតថែមទៀតអញ្ចឹងអរគុណច្រើនជម្រាបលា